មិនបានទេណាពុកម៉ែមិនបានទេណាប្អូនមិនអាចមានប្តីមុនបងស្រីបានទេវាខុសប្រពៃណីខ្មែរយើងហើយណាពុកមែនហើយកូននូនិយាយត្រូវប្អូនមិនអាចមានប្តីមុនបងស្រីបានទេឯងទៅវិញទៅយើងមិនព្រមទេយ៉ាងណាក៏ខ្ញុំមិនព្រមដែរពុកខ្ញុំត្រូវការមុនវាទៅគ្រួសារយើងរស់នៅបានសុខសាន្តពុកមិនព្រមឲ្យវាការមុនឯងទេឯងឆាប់ទៅវិញទៅយើងមិនទាន់ឲ្យកូនស្រីយើងមានប្តីទេដោយសារតែរឿងនេះមិនទេទើបពូមិនព្រមមែនហើយកូនស្រីយើងនាងនៅក្មេងមិនទាន់ដឹងអីទេហើយមួយទៀតប្អូនមិនត្រូវរៀបការមុនបងស្រីបានទេវាខុសនឹងប្រពៃណីឯងដឹងខ្លួនដែរទេថារាល់ថ្ងៃនេះឯងស្រឡាញ់កូនមិនស្មើគ្នាទេឯងមានតែគិតដែរទេថាអ្នកណាជាកូនរបស់យើងហើយអ្នកណាមិនមែនជាកូនរបស់យើងខ្ញុំមិនអាចទ្រាំមើលទង្វើរបស់ឯងធ្វើដាក់កូនបែបនេះរាល់ថ្ងៃនោះទេម៉ែកំពុងនិយាយអីហ្នឹងអ្នកណាមិនមែនជាកូនអ្នកណាជាកូនចឹងម៉េចខ្ញុំមិនយល់ទេចាំមើលណាថាយើងនឹងចាត់ការឯងចឹងម៉េចពុកម៉ែកុំឆ្លោះប្រកែកគ្នាអីបើម៉ែចង់ឲ្យខ្ញុំចេញពីផ្ទះនេះខ្ញុំនឹងចេញមកនៅទីនេះទៀតទេពុកមិនព្រមឲ្យកូនទៅណាទេកូនត្រូវទៅនៅទីនេះជាមួយពុកហើយរឿងកូនស្រីសំអប់ភាគទី2ពុកម៉ែបងស្រីនេះលោកវិភូជាអ្នកស្គាល់គ្នាជាមួយខ្ញុំគេចង់មកលេងផ្ទះយើងជំរាបសួរពូមីងជំរាបសួរបងស្រីចាជំរាបសួរក្មួយអ្នកស្គាល់គ្នាមានការអីចង់មកលេងផ្ទះយើងនឹងកូនថងគេម្នាក់នាងពិតជាសង្ហាន់ណាស់ជាមិត្តរបស់នាងថងមែនទេគឺថាគាត់ខ្ញុំមកនេះគឺចង់ស្គាល់ផ្ទះនិងចង់ស្គាល់ពូមីងផងដែរហើយវាយ៉ាងម៉េចបានជាចង់ស្គាល់យើងគឺថាខ្ញុំស្រឡាញ់កូនស្រីពូថាម៉េចឯងស្រឡាញ់កូនស្រីយើងហើយមិនក៏ឯងហ៊ានម្លេះខ្ញុំស្រឡាញ់កូនស្រីពូប៉ុន្មានខ្ញុំចង់ឲ្យពុកម៉ែខ្ញុំចូលដណ្ដឹងកូនស្រីពូតាមប្រពៃណីខ្មែរយើងហើយចុះក្មួយមកពីណាមិនដែលស្គាល់គ្នាផងមិនក៏ហ៊ានមកនិយាយត្រង់បែបនេះបាទខ្ញុំជាអ្នកភូមិនេះដែរខ្ញុំពិតជាស្រឡាញ់ថងពិតមែនទើបខ្ញុំមកនិយាយត្រង់ចំពោះពូមីងបែបនេះនាងថងវាមិនអាចទៅបានប្តីស្អាតបែបហ្នឹងទេវាសំតែជារបស់យើងមិនបានទេណាពុកម៉ែមិនបានទេណាប្អូនមិនអាចមានប្តីមុនបងស្រីបានទេវាខុសប្រពៃណីខ្មែរយើងហើយណាពុកមែនហើយកូននូនិយាយត្រូវប្អូនមិនអាចមានប្តីមុនបងស្រីបានទេឯងទៅវិញទៅយើងមិនព្រមទេតែខ្ញុំថាពុកវាម៉ែនេះម៉ែចង់ឲ្យអ្នកភូមិនិយាយដើមគ្រួសារយើងមែនទេម៉ែមិនមែនចឹងទេកូនម៉ែគិតថាវាមិនអីទេយ៉ាងណាក៏ខ្ញុំមិនព្រមដែរពុកខ្ញុំត្រូវការមុនវាទៅគ្រួសារយើងរស់នៅបានសុខសាន្តពុកមិនព្រមឲ្យវាការមុនឯងទេឯងឆាប់ទៅវិញទៅយើងមិនទាន់ឲ្យកូនស្រីយើងមានប្តីទេដោយសារតែរឿងនេះមិនទេទើបពូមិនព្រមមែនហើយកូនស្រីយើងនាងនៅក្មេងមិនទាន់ដឹងអីទេហើយមួយទៀតប្អូនមិនត្រូវរៀបការមុនបងស្រីបានទេវាខុសនឹងប្រពៃណីនេះជាជំនឿចាស់កំរិលហើយពូខ្ញុំគិតថាវាមិនអីនោះទេឯងចេះដឹងស្អីយើងមិនព្រមគឺមិនព្រមហើយកូនថងឆាប់ចូលទៅក្នុងផ្ទះទៅនាងថងមិនលឺពុកប្រាប់ទេអីឆាប់ចូលក្នុងបន្ទប់ឲ្យលឿនទៅចាបងឯងឆាប់ទៅវិញទៅហើយកុំមករញ៉េរញ៉ៃជាមួយនឹងកូនស្រីយើងទៀតយើងមិនព្រមគឺមិនព្រមហើយឯងចិត្តត្រជាក់សិនទៅឯងកុំធ្វើឲ្យគ្នាភ័យអីខ្ញុំមិនចោះចាញ់ត្រឹមនឹងទេពូមីងខ្ញុំនឹងយកកូនស្រីពូមីងឲ្យបានចាំមើលចុះយើងនឹងចាំមើលបើយើងមិនព្រមហើយឯងកុំសង្ឃឹមថាបានកូនស្រីយើងឲ្យសោះខ្ញុំមិនចោះចាញ់ទេខ្ញុំនឹងយកកូនស្រីពូឲ្យបានខ្ញុំលាសិនហើយពូអើយមើលអាក្មេងនេះចុះវាហ៊ានណាស់វាហ៊ានខ្លាំងជាមួយនឹងយើងផងចិត្តត្រជាក់ទៅពុកខ្ញុំថាណានាងថងមិនដឹងថាវាទៅធ្វើស្អីជាមួយប្រុសនឹងទេបានជាប្រុសនឹងវាហ៊ានដល់ថ្នាក់នេះនោះកូននូឯងកុំចេះតែនិយាយចោទប្រកាន់ប្អូនបែបហ្នឹងណានេះម៉ែកាន់ជើងវាមិនជឿខ្ញុំទេអីបើវាមិនឲ្យដៃប្រុសក៏ប្រុសមិនហ៊ានតាមមកដល់ផ្ទះបែបហ្នឹងដែរនាងថង
វាពិតជាធ្វើឲ្យយើងខឹងខ្លាំងណាស់ហើយវាចេញមកខ្ញុំ នាងថងនាងឯងច្បាស់ជាស្លាប់ហើយថ្ងៃនេះនាងថងនាងឯងឆាប់ចេញមកចាបងមកនេះថ្ងៃនេះនាងស្លាប់មិនខានទេនាងថងពុកវីឯងកុំវាយបានទេមានរឿងអីនិយាយគ្នាទៅកុំអាងអីវាយកុំអាងអីវាយកូននោះម៉ែវាឯងដូចជាកាន់ជើងកូនដល់ហើយមិនដឹងទេអីថាកូនខ្លួនឯងនេះវាទៅធ្វើស្អីខ្លះបានជាវាមានប្រុសឈ្មោលមកតាមដល់ផ្ទះបែបនេះខ្ញុំវាអាណិតកូនមិនបានកាន់ជើងកូនទេឯងសួរនាំកូនទៅវាចប់ហើយកុំដល់ថ្នាក់វាយគ្នាអីយាយកញ្ចាស់ណាស់តែកាន់ជើងនាងថងមែនតែនអើយបើមិនដោយបែបហ្នឹងមិនបានទេពុកមើលម៉ែចុះធ្វើបែបហ្នឹងទៅបានជានាងថងវាចេះតែខូចទៅពីរឿងមួយទៅរឿងមួយបើមិនដោយអញ្ចឹងទៀតណាច្បាស់ជាមិនបានទេពុកកូននោះនិយាយត្រូវឯងមិនដោយកូនពេកហើយមិនគិតស្ដីបដៅកូនទេគិតតែពីកាន់ជើងកូននឹងឯងពុកម៉ែកុំឆ្លោះគ្នាអីពុកវាយខ្ញុំមកចុះខ្ញុំជាកូនមិនល្អជាកូនដែលធ្វើអ្វីក៏មិនដែលត្រូវចិត្តពុកតែងតែវាយខ្ញុំរហូតរាល់ពេលដែលខ្ញុំធ្វើខុសមិនថារឿងនោះតូចឬធំទេពុកតែងតែវាយខ្ញុំរហូតខ្លាចជាទម្លាប់ទៅហើយពុកវាយខ្ញុំទៀតទៅចុះខ្ញុំស៊ាំហើយពុកកែដើរតួកំសត់ណាស់នាងថងធ្វើខុសត្រូវតែវាយអញ្ចឹងហើយពុកវាយវាទៅបើឯងចង់វាយកូនខ្ញុំឯងវាយខ្ញុំសិនមកខ្ញុំមិនព្រមឈរមើលកូនរបស់ខ្ញុំត្រូវគេវាយធ្វើបាបគ្រប់ពេលអញ្ចឹងទេថ្ងៃនេះម៉ែចម្លែកណាស់ចេញមកការពារខ្ញុំអារម្មណ៍បែបនេះខ្ញុំមិនដែលទទួលបានសោះពេលនេះខ្ញុំពិតជាកក់ក្ដៅណាស់ដែលមានអ្នកការពារនេះឯងចង់ការពារវាមែនទេគិតថាខ្ញុំមិនហ៊ានវាយឯងមែនខ្ញុំការពារកូនរបស់ខ្ញុំវាខុសដែរទេឯងដឹងខ្លួនដែរទេថារាល់ថ្ងៃនេះឯងស្រឡាញ់កូនមិនស្មើគ្នាទេឯងមានដែលគិតដែរទេថាអ្នកណាជាកូនរបស់យើងហើយអ្នកណាមិនមែនជាកូនរបស់យើងខ្ញុំមិនអាចទ្រាំមើលទង្វើរបស់ឯងធ្វើដាក់កូនបែបនេះរាល់ថ្ងៃនោះទេម៉ែកំពុងនិយាយអីហ្នឹងអ្នកណាមិនមែនជាកូនអ្នកណាជាកូនចឹងម៉េចខ្ញុំមិនយល់ទេកូនមិនដឹងកូនសួរបងស្រីរបស់ឯងទៅអត់ទេខ្ញុំត្រូវតែធ្វើអ្វីមួយយ៉ាងដើម្បីឲ្យពុកអាណិតខ្ញុំពុកខ្ញុំដឹងថាខ្ញុំជាកូនដែលពុករើសមកចិញ្ចឹមពុកម៉ែមិនបានស្រឡាញ់ខ្ញុំដូចប្អូនស្រីនោះទេព្រោះតែខ្ញុំមិនមែនជាកូនពុកម៉ែខ្ញុំមិនតូចចិត្តនោះទេធ្វើម៉េចខ្ញុំមានសំណាងបានត្រឹមតែជាកូនចិញ្ចឹមរបស់ពុកម៉ែតាមពិតបងស្រីមិនមែនជាបងស្រីបង្ការរបស់ខ្ញុំទេមិនក៏គ្មានអ្នកណាប្រាប់ខ្ញុំឲ្យដឹងអញ្ចឹងប្អូនស្រីទោះបីបងមិនមែនជាបងបង្ការរបស់ឯងក៏ដោយតែបងតែងតែស្រឡាញ់ឯងចង់ឃើញឯងល្អជានិច្ចទើបរាល់ពេលតែងតែស្ដីបដៅឯងកុំប្រកាន់ខឹងនឹងបងអីណាកូននោះពុកម៉ែស្រឡាញ់កូនស្មើគ្នាពុកតែងតែចាត់ទុកកូនដូចជាកូនបង្កើតអញ្ចឹងណាចាស់ពុកខ្ញុំអរគុណណាស់ដែលពុកស្រឡាញ់កូនខ្ញុំមិនស្រឡាញ់នាងទៀតទេមិនក៏ឯងនិយាយអញ្ចឹងឯងកំពុងតែធ្វើឲ្យកូនពិបាកចិត្តហើយដឹងទេវាមិនមែនជាកូនបង្កើតហេតុអីខ្ញុំត្រូវស្រឡាញ់វាចាប់តាំងតែខ្ញុំមានកូនស្រីបង្កើតខ្លួនឯងមកខ្ញុំតែងតែធ្វើបាបកូនស្រីបង្កើតខ្លួនឯងរហូតមកទល់ពេលនេះទើបខ្ញុំដឹងខ្លួនថាខ្ញុំធ្វើខុសចំពោះកូនខ្លួនឯងហើយលើកដំកើងកូនអ្នកដទៃខ្ញុំពិតជាខុសណាស់ម៉ែខ្ញុំស្រឡាញ់ម៉ែណាស់ម៉ែចង់គិតចឹងមកចំពោះខ្ញុំក៏បានដែរខ្ញុំនៅតែស្រឡាញ់ម៉ែជានិច្ចឯងក៏មកសម្ដែងនៅនឹងមុខយើងអីយើងដឹងថាឯងតែងតែចំណាយនឹងកូនស្រីរបស់យើងមករហូតឯងអុចអាលឲ្យយើងធ្វើបាបកូនស្រីរបស់យើងអស់ជាច្រើនឆ្នាំស្ដាយណាស់ដែលយើងល្ងងទៅស្រឡាញ់ឯងមិនស្រឡាញ់កូនខ្លួនឯងយើងពិតជាល្ងងណាស់ខ្ញុំអត់បានសម្ដែងទេម៉ែខ្ញុំនិយាយតាមពិតម៉ែជឿខ្ញុំទៅណាខ្ញុំស្រឡាញ់ពុកម៉ែនិងប្អូនស្រីណាម៉ែវាឯងឃើញទេទោះបីកូនមិនមែនជាកូនបង្កើតយើងក៏ពិតមែនតែនាងស្រឡាញ់យើងដូចជាពុកម៉ែនាងអញ្ចឹងឯងកុំនិយាយផ្ដេសផ្ដាស់អីខ្ញុំមិននិយាយផ្ដេសផ្ដាស់ទេអ្វីដែលវានិយាយគ្រាន់តែជាការសម្ដែងឲ្យឯងឃើញតែប៉ុណ្ណោះទេខ្ញុំមិនជឿវាទេ
ម៉ែមិនជឿខ្ញុំទេពុកដោយសារតែខ្ញុំមិនមែនជាកូនបង្ការរបស់គាត់បានជាគាត់មិនស្រឡាញ់ខ្ញុំ កុំយំអីកូនបើម៉ែឯងមិនស្រឡាញ់នៅមានពុកម្នាក់ទៀតដែលស្រឡាញ់ឯងខ្លាំងណាស់ មែនហើយពុកមិនបោះបង់ខ្ញុំចោលទេអី ពិតមែនកូនជាកូនរបស់ពុកមិនបោះបង់កូនទី ចាពុកថ្ងៃនេះខ្ញុំត្រូវតែនិយាយរឿងនេះឲ្យដាច់ស្រេចជាមួយឯងរឿងដែលខ្ញុំនិយាយទាំងប៉ុន្មានវាជាការពិតទាំងអស់ហើយខ្ញុំក៏មិនព្រមទទួលចិញ្ចឹមកូនស្រីចិញ្ចឹមម្នាក់នេះទៀតដែរ នេះឯងចង់ដេញកូនខ្លួនឯងដែលខំចាំមករាប់ឆ្នាំចេញពីផ្ទះមែនទេ ម៉ែកុំដេញខ្ញុំចេញអីណាកុំដេញខ្ញុំអីបើម៉ែដេញខ្ញុំគ្មានទីពឹងទៀតទេម៉ែពុកកុំដេញបងស្រីចេញអីកូនថងគេធ្វើបាបឯងរាប់ឆ្នាំមកហើយឯងនៅជួយគេទៀតមែនទេគាត់ក៏ជាបងស្រីរបស់ខ្ញុំដែរម៉ែខ្ញុំមិនដាច់ចិត្តឃើញគាត់លំបាកទេតែម៉ែមិនព្រមទេម៉ែមិនព្រមឲ្យវានៅផ្ទះនេះទៀតទេឯងសម្រេចចិត្តទៅថាដេញវាចេញពីផ្ទះនេះឬក៏អត់ ខ្ញុំមិនដេញកូនខ្ញុំចេញពីផ្ទះទេគ្មានហេតុផលអីដែលខ្ញុំត្រូវដេញ ឯងមិនដេញវាចេញបានន័យថាឯងមិនជឿពាក្យសម្ដីដែលខ្ញុំនិយាយទេហើយឯងក៏មិនស្រឡាញ់កូនបង្កើតខ្លួនឯងដែរបើអញ្ចឹងនោះឯងជ្រើសរើសទៅរវាងនាងនិងខ្ញុំហើយនឹងកូនបង្កើតរបស់ឯងតើឯងនឹងយកអ្នកណា ខ្ញុំមិនព្រមឲ្យអ្នកណាចេញពីផ្ទះនេះទេ តែខ្ញុំនិងកូនមិនរស់នៅជាមួយឯងទៀតទេបើឯងជ្រើសរើសមិនដេញវាចេញពីផ្ទះ ឯងគិតចង់ចេញពីផ្ទះនេះមែនទេ មែនហើយខ្ញុំនឹងនាំកូនចេញពីផ្ទះនេះមិននៅរួមរស់ជាមួយឯងទៀតទេបើមានខ្ញុំត្រូវអត់វាបើមានវាត្រូវអត់ខ្ញុំយាយកញ្ចាស់ហ៊ានដេញយើងចេញផងអីចាំមើលណាថាយើងនឹងចាត់ការឯងយ៉ាងម៉េចពុកម៉ែកុំឆ្លោះប្រកែកគ្នាអីបើម៉ែចង់ឲ្យខ្ញុំចេញពីផ្ទះនេះខ្ញុំនឹងចេញមិននៅទីនេះទៀតទេ ពុកមិនព្រមឲ្យកូនទៅណាទេកូនត្រូវទៅនៅទីនេះជាមួយពុក ល្អណាស់មើលទៅឲ្យកូនទាំងពីរស្រឡាញ់គ្នាណាស់ក៏បានខ្ញុំនឹងនាំកូនស្រីរបស់ខ្ញុំចេញពីផ្ទះមួយនេះហើយមិនត្រឡប់មកវិញជាដាច់ខាត ខ្ញុំមិនឲ្យឯងទៅណាទេ តោះកូនម៉ែនាំកូនចេញពីទីនេះម៉ែមិនព្រមឲ្យអ្នកណាមកវាយដំកូនស្រីម៉ែទៀតទេខ្ញុំមិនអីទេម៉ែក៏មកលំបាកដោយសារតែខ្ញុំអីម៉ែមិនលំបាកទេចាប់ពីថ្ងៃនេះតទៅគ្មានអ្នកណាធ្វើបាបកូនបានទៀតទេណាចាស់ម៉ែនឹងនាំកូនទៅផ្ទះយាយតារបស់កូននឹងមិនមកជន់ទីនេះទៀតទេពុកកូនមិនស្រឡាញ់កូនបង្កើតខ្លួនឯងនោះទេបែរជាខ្វាក់ភ្នែកមើលឃើញកូនចិញ្ចឹមល្អជាងប្រពន្ធកូនខ្លួនឯងទៅវិញ បើឯងសម្រេចចិត្តទៅហើយកុំត្រឡប់មកវិញឲ្យសោះ ពុកចិត្តត្រជាក់មិនដោយតាមនឹងសិនទៅពុកពេលម៉ែគិតត្រូវហើយគាត់នឹងត្រឡប់មកផ្ទះយើងវិញមិនខានទេណាពុក ពុកក៏គិតអញ្ចឹងដែរ យើងខំគិតថានឹងកម្ចាត់នាងចេញតែពេលនេះព្រួញមួយបាញ់បានសัตว์ពីរទាល់តែបានទ្រព្យសម្បត្តិនៅក្នុងផ្ទះនេះក៏ជាទ្រព្យរបស់យើងតែម្នាក់គត់